ខ្ញុំប្រាច្បាប់ស្រូបទាញដែរតែស្រូបលុយមិនបានសោះក្នុងករណីនេះគឺយើងជួបច្រើនមែនតើដោយសារអ្វីដឹងអត់អ្នកដែលចង់ស្រូបទាញលុយភាគច្រើនគឺមានអារម្មណ៍ខ្វះខាតមែនតើចានៅក្នុងអារម្មណ៍របស់គាត់គាត់ខ្វះខាតទើបគាត់ចង់ស្រូបទាញលុយឲ្យចូលក្នុងជីវិតហើយស្ទោះបើសិនជាបែបហ្នឹងស្រូបទាញអត់បានធ្វើមិនចាច្បាប់ស្រូបទាញមិនបានស្រូបទាញនៅអ្វីដែលអ្នកចង់បានមិនថាលុយកិត្តិយសគេឈ្មោះឬក៏ស្អីនៅក្នុងโลกនេះឯងបើយើងចង់ស្រូបទាញយកលុះត្រាតែយើងធ្វើខ្លួនឲ្យខ្លាយជារបស់នឹងសិនមានន័យថាមិនអារម្មណ៍ខាងក្នុងរបស់យើងចិត្តខាងក្នុងរបស់យើងគឺទទួលបានវារួចរាល់ហើយរឿងលុយដូចគ្នាបើសិនជាយើងចង់ស្រូបទាញលុយត្រូវយើងមានអារម្មណ៍ថាខ្លួនយើងស្ដុកស្ដំយកមានខ្វះខាតលុយឯងគឺយើងមានលុយចាយវាផាពេញហ្មងយកមានត្រូវការព្រោះភាពត្រូវការភាពខ្វះខាតភាពដែលយើងចង់នឹងវាស្មើនឹងខាតខ្វះហើយនឹងខាតនៅពេលដែលយើងមានអារម្មណ៍ខ្វះហើយនឹងខាតក្នុងខ្លួនវាស្រូបទាញភាពខ្វះខាតនឹងកាន់តែខ្លាំងចូលមកក្នុងជីវិតអញ្ចឹងចក្រវាឡទទួលដឹងតែអារម្មណ៍របស់អ្នកឯងបើសិនជាអារម្មណ៍របស់អ្នកអូយអារម្មណ៍អូយខ្ញុំស្រេកឃ្លានលុយខ្ញុំចង់បានលុយខ្ញុំវេទនាខ្ញុំណាខ្ញុំត្រូវការលុយដើម្បីមកដោះតល់បងប្អូនចាចំណាំមើលចំណាយរត់តែបុកចូលមករឿងខ្លះយើងមិនត្រូវចំណាយវាត្រូវតែឲ្យអស់តែម្ដងជួបបញ្ហាផ្ទួនដែលត្រូវចាយលុយហើយទៅធ្វើឲ្យយើងនឹងអស់សទ្ធានៃការស្រូបទាញហើយយើងប្រឹងជាពិសេសយក9នេះកាលណាតែប្រឹងស្រូបកាលណារេដាចាប់យកហ្មងព្រោះអីចាប់យកឃើញភាពខ្វះខាតមិនអាចសម្ដែងណាអូយខ្ញុំគ្រប់ហើយអត់ទេគ្រប់បែបយ៉ាងការប្រូក្រាមការនិយាយគឺកើតឡើងពីអារម្មណ៍ពិតតែម្ដងដូច្នេះចូលអ្នករៀនគ្រប់នៅពេលដែលយើងមានអារម្មណ៍ថាខ្វះខាតឲ្យយើងគិតដល់ហាងចក្រវាគង់ចាត់ចែងមកខ្ញុំអត់ខ្វះទេលុយចំណាយពួកអ្នកខ្លះចិត្ត10ថ្ងៃបងធនាគារឬបងចំណាយផ្សេងតែតែភ័យទុកមុនអញ្ចឹងស្វះស្វែងអូយរិះរោគ្រប់មធ្យោបាយដើម្បីតែបើយើងអត់មានលុយចូលមកយើងដើរខ្ចីអ្នកនោះចុងខែបានដើរខ្ចីគេពិតមែនចាអញ្ចឹងឲ្យបងប្អូនហាត់សម្ដេចដឹកបុណ្យគុណអ្វីដែលខ្លួនមានហាត់រៀបថាខ្ញុំគ្រប់យើងគ្រប់ទោះបីអីក៏ដោយយកមានអារម្មណ៍ខ្វះខាតទាំងយើងត្រូវការវាក្តីទាំងយើងត្រូវការស្រូបទាញលុយឲ្យទាន់ពេលវេលាដើម្បីបងធនាគារឬចំណាយផ្សេងសាលាកូនអញ្ចឹងនៅពេលដែលបងប្អូននឹកឃើញថាអារម្មណ៍ខ្វះខាតមកដល់ពុបបងប្អូនមានតែពាក្យមួយថាអូយចក្រវាឡចាត់ចែងជានីស័ក្តិសិទ្ធិរបស់ខ្ញុំចាត់ចែងមកងាយសប្បាយខ្ញុំសែនស្តុកស្ដំបរិបូរខ្ញុំអត់មានខ្វះខាតអីទេបែបហ្នឹងធ្វើរឿយដំបូងយើងអាចនឹងមិនសូវជឿតែបើសិនជាយើងមិនជំនះវានឹងខ្លាចជាអារម្មណ៍ខ្វះខាតកាន់តែធ្ងន់ធ្ងរទៅរហូតដល់ភាពខ្វះខាតវាពេញបន្ទប់តែម្ដងច្បាប់ស្រូបទាញអត់ពិបាកនៃការអនុវត្តហើយក៏មិនស្រួលបើសិនជាស្រួលម្នាក់អូយគ្រាន់តែចង់បានអីបានហ្នឹងគឺថាម្នាក់អត់មានអ្នកក្រទេមិនមែនអ្នកដែលរៀនច្បាប់ស្រូបទាញហើយត្រឡប់ទៅប្រើជីវិតបែបធម្មតាតែចំពោះនាងខ្ញុំផ្ទាល់វាយងាប់ទៅដល់ណាក៏ប្រើច្បាប់ស្រូបទាញដែរគ្រប់យ៉ាងវាដូចជប់និមិត្តតែយើងត្រូវតែរក្សានៅភាពវិជ្ជមាននៅរក្សានៅក្នុងលូក៏ដូចជាអនុវត្តគ្រប់ key ទាំងអស់ដែលតាក់ទងនឹងច្បាប់ស្រូបទាញយ៉ាងខ្ជាប់ខ្ជួនតែម្ដងទៅជារៀងរាល់ឆ្នាំមានសមិទ្ធផលជារៀងរាល់ឆ្នាំទោះបីចំណាយប៉ុន្មានក៏យើងមានលុយចំណាយដោយអត់មានពាក្យថាខ្វះខាតអត់ទាន់ពេលវេលាត្រូវរត់ដើរខ្ចីគេ